ca đại dương chui của mà rồi có ca đại dương chỉ miết đa bay đa nó chỉnh châm côn thay côn ban lọ miên sọc của phiệp lọ rồi có chôn cáo khmênh nâng mình miên ở phục mà đai ở tiếng cu tê rồi có miên tại ở phục rồi có miên tại mà đai nè hay rồi còn nè class cơ tha đời xa khi ở phục mà đai chỉ côn cầm pria luôn đâu còng ca mơ khai rồi bỏ nè na phía ba chẳng nè na phía ba nó có cua tại mơ khi ở ban lọ và ở ban lọ pip rút cái nào xong cà phê cùng và đây cho con cướp ăn hay xong chuẩn bị xua bọn phôn bây giờ mình chẳng đây là bật tuột sana clip này hay tiền bọn phôn tiền bọn đây là nâu nâng cùng nâu nông sọc của đôi chuyện nâu nâng cùng nâu cào bát tê và cứ sân khâm tha ban sọc sờ bài chẳng nè hay tôm tôm đây là cả nứt rồi lứt pi chục ngày hay men tên tới cứ ai tha trôi mà đo năm pi pon mà pay pram ní khơi thaสถานភាពដែលធ្លាប់លំបាកមុនមួយចំនួនឥឡូវក៏ឃើញថារៀងប្រសើរឡើងដែរណាហើយបើបងប្អូនណាដែលរៀងនៅលំបាកក៏សូមថាតស៊ូបន្តិចទៀតណាតែបងប្អូនណាដែលឃើញថាទទួលបាននៅភាពប្រសើរឡើងខ្លះហើយក៏ចូលរួមត្រេកអរថាតបាទហើយថ្ងៃនេះដោយសារតែខ្ញុំកណាខ្ញុំជាប្រធានក្រុមប្រឹក្សាពិបាលរបស់មន្ទីរពេទ្យកម្មាអង្គរក៏នឹកឃើញពាក្យខ្មែរយើងដែលប្រើពាក្យថារលកក្រោយច្រើនរលកមុនទំពាំងស្នងឫស្សីអញ្ចឹងខ្ញុំកណាខ្ញុំភ្ជាប់មកក្នុងវិស័យសុខាភិបាលទៅថាបច្ចុប្បន្នកុមារអនាគតមនុស្សធំហ្នឹងហើយតែបើបច្ចុប្បន្នមនុស្សធំអនាគតមនុស្សចាស់ហ្នឹងហើយអញ្ចឹងបើយើងជួយកុមារឲ្យមានសុខភាពល្អមានន័យថាស្មើនឹងយើងរួមចំណែកកសាងមូលធនមនុស្សយើងណាព្រោះពេលដែលគេធំដឹងក្តីទៅគឺគេមានសុខភាពល្អបាទគេមានសុខភាពល្អហើយការពិតសុខភាពល្អគឺជាមូលធនមនុស្សមួយសំខាន់ណាស់ប៉ុន្តែនៅពេលដែលយើងនិយាយពីមូលធនកន្លងមកយើងអាចថាឲ្យតែប្រើពាក្យមូលធនមនុស្សដូចជាមានអារម្មណ៍ថាមិនផ្លែកបាក់យល់គេព្រោះយើងឲ្យតែលឺសូរតែមូលធនឬដើមទុនយើងច្រើនតែសំដៅទៅលើលុយប៉ុន្តែការពិតអ្វីដែលកើតមុនលុយគឺមនុស្សហ្នឹងហើយអ្នកដែលបោះពុំលុយគឺមនុស្សហើយសំបីតែអ្នកដែលបង្កើតលុយ digital ហ្នឹងគេហៅ digital currency ក៏មនុស្សដែរហ្នឹងអញ្ចឹងមនុស្សមុនដោយសារមនុស្សមុនហ្នឹងហើយការពិតមូលធនមនុស្សហ្នឹងគឺអាចថានៅទី1សំខាន់ជាងគេហ្នឹងហើយបន្ទាប់មកនៅពេលដែលមនុស្សហ្នឹងគេបដោតលើអីមុនគេមកគឺបដោតលើសុខភាពល្អហើយបានមានសុខភាពល្អហ្នឹងបានអាចទៅរៀនយកចំណេះដឹងយកដែលចំណេះវិជ្ជាយកជំនាញអីមកហ្នឹងបាទកដោបទាំងអស់នឹងចូលគ្នាយើងហៅថាមូលធនមនុស្សពេញលេញហ្នឹងពេញលេញមានន័យថាសុខភាពល្អចំណេះដឹងក៏មានជំនាញក៏មានអាហ្នឹងមូលធនមនុស្សពេញលេញហ្នឹងបាទបន្ទាប់មកពេលតែមនុស្សនឹងចូលទៅប្រស្រ័យតាក់ទងធ្វើកិច្ចការងារក្នុងសង្គមបាទធ្វើឲ្យសង្គមនឹងគេហៅមានស្ថិរភាពមានសុខសន្តិភាពបាទមានគេហៅសុវត្ថិភាពអីហ្នឹងគឺមានន័យថាយើងមានមូលធនមួយទៀតយើងហៅមូលធនសង្គមបាទមូលធនសង្គមហ្នឹងអញ្ចឹងនៅពេលដែលមនុស្សមានចំណេះដឹងមានសុខភាពល្អគេមានការប្រស្រ័យតាក់ទងក្នុងសង្គមល្អគេរកការងារបានធ្វើហ្នឹងបាទគេរកការងារបានធ្វើទៅគេសំលុយទិញបានឡានទិញបានម៉ូតូទិញផ្ទះទិញដីទិញអីហ្នឹងដល់តែពេលគេបានទ្រព្យទាំងអស់ហ្នឹងគេមានមូលធនមួយទៀតហ្នឹងបាទយើងហៅថាមូលធនជាទ្រព្យសម្បត្តិចោះនិយាយឲ្យស្រួលយល់ជាភាសាខ្មែរយើងហ្នឹងប៉ុន្តែនៅពេលដែលយើងចេញរកស៊ីហ្នឹងចេញធ្វើអាជីវកម្មហ្នឹងមានតែសុខភាពចំណេះដឹងមានតែតំណែងតំណងក្នុងសង្គមមានតែទ្រព្យសម្បត្តិវាមិនគ្រប់ទេហ្នឹងវាមិនគ្រប់គ្រាន់សម្រាប់ទៅធ្វើអាជីវកម្មទេអញ្ចឹងយើងត្រូវការមូលធនមួយទៀតហ្នឹងហៅថាលុយហ្នឹងអញ្ចឹងអាលុយហ្នឹងគេហៅ financial capital
mù là thôn hệ ranh và thọ tại vậy để lấy khảo thả đam tuân chỉ lùi nè chẳng bây giờ vậy thì mù là thôn được đam tuân nắng mà nó sòng cúng tró hãy bàn lùi chẳng các bất lùi nó khỏi cái đấy cùng vô lùi đã một chẳng mà người ta về khác thì vậy thắng cùng vô lùi chỉ thông ai ca bất bờ thân chỉ dương mơ tới dương đăng cho bà men thả ca bất lùi viên mình cu nào tì mùi đi còn tái viên đâu không cần chọc buồn nắng đầm bay miên mua là thôn pin lính sẽ bắt dốt tới thưa cái cài được chứ đấy tỏ lọc màu vinh thà ca đại dương chui của mà rồi có ca đại dương chia miết đa bay đa nó chỉnh trăm côn thay côn ban lọ miên sọc của phiệp lọ rồi có chôn cáo khmênh nâng mình miên ở phục mà đai tiếng cu tê rồi có miên tại ở phục rồi có miên tại mà đai nè hay rồi còn nè class cơ tha đời xa khi ở phục mà đai chỉ côn còn pria luônនៅក្រោមការមើលថែរបស់អ្នកអាណាព្យាបាលអញ្ចឹងអ្នកអាណាព្យាបាលក៏គួរតែមើលគ្នាឲ្យបានល្អហ្នឹងបាទឲ្យបានល្អពីព្រោះពួកគេគឺជាអនាគតជាតំពាំងស្នងឫស្សីហ្នឹងបាទហើយតំពាំងស្នងឫស្សីនេះយើងទៅយល់ថែមបន្តិចទៀតថាឫស្សីឥឡូវហ្នឹងប៉ុណ្ណឹងមានន័យថាមនុស្សធំឥឡូវហ្នឹងប៉ុណ្ណឹងដែលយើងមើលឃើញថាគាត់ប៉ុណ្ណឹងគាត់ប្រកែប៉ុណ្ណឹងចឹងយើងមើលឃើញថាដោយសារតែការកសាងនឹងបាទការអភិវឌ្ឍគាត់ណាការបណ្ដុះគាត់ពីទូចមកដែលពេលតែគាត់នៅជាតំពាំងហ្នឹងវាល្អប៉ុណ្ណឹងបានជាគាត់មកបានជាឫស្សីហ្នឹងល្អប៉ុណ្ណឹងអញ្ចឹងបើសិនជាយើងទៅបណ្ដុះក្មេងយើងទៅដូចជាយើងទៅមើលថែក្មេងបាទថែទាំសុខភាពអប់រំអីសពបែបសពយ៉ាងហ្នឹងបើសិនជាគាត់បានល្អបាទធ្វើឲ្យអប់រំគាត់បានល្អជាងកាលយើងនៅពីក្មេងទៀតមានន័យថាដូចជាយើងបណ្ដុះតំពាំងមួយដែលល្អជាងកាលអាស័យហ្នឹងនៅជាតំពាំងអញ្ចឹងនៅពេលដែលតំពាំងនឹងវាធំឡើងមកជំនួសឫស្សីនេះមកស្នងឫស្សីហ្នឹងអញ្ចឹងឫស្សីក្រោយហ្នឹងគឺល្អជាងឫស្សីមុនណាឬក៏បកែជាងឫស្សីមុនមាំជាងឫស្សីមុនធំជាងឫស្សីមុនហ្នឹងអញ្ចឹងគឺខ្ញុំគិតថាបដិជគុណក៏ដូចបងប្អូនទាំងអស់គ្នាយល់ច្បាស់ហើយអាតំពាំងស្នងឫស្សីគ្រាន់តែន័យធៀបហ្នឹងមានន័យថាតំពាំងស្នងឫស្សីវាមានន័យស្មើនឹងថាក្មេងនឹងទៅជំនួសមនុស្សចាស់ហ្នឹងអញ្ចឹងពេលដែលមនុស្សចាស់នៅក្មេងល្អប៉ុណ្ណឹងហ្នឹងអញ្ចឹងបើសិនជាយើងមានក្មេងដែលល្អជាងកាលពីគាត់នៅក្មេងទៀតអញ្ចឹងពេលដែលគាត់ទៅជាមនុស្សចាស់ឬមនុស្សធំគឺគាត់កាន់តែបកែហើយហ្នឹងគឺជាអ្វីដែលសង្គមជាតិចង់បានម្ល៉េះហើយបានជាខ្ញុំនឹកឃើញពាក្យថាជួយកុមារណានៅពេលបច្ចុប្បន្នគឺថាដូចជាធ្វើឲ្យមនុស្សធំនៅពេលអនាគតហ្នឹងគឺបានល្អប្រសើរហើយយើងនឹងឃើញសង្គមជាតិរបស់យើងរីកចម្រើនបានល្អប្រសើរអញ្ចឹងនៃបញ្យលចំពោះប្រធានបទនេះគឺខ្ញុំកណាខ្ញុំសូមបញ្ចប់ដោយសង្ខេបតែប៉ុណ្នេះបាទហើយសូមអរគុណបដិជគុណគ្រប់ព្រះអង្គហើយសូមអរគុណបងប្អូនទាំងអស់ដែលទស្សនាคลิปនេះហើយក៏សូមប្រគេនពរនិងជូនពរឲ្យបានណាសេចក្តីសុខនិងសេចក្តីចម្រើនបាទគ្រប់ព្រះអង្គគ្រប់គ្នា